ការរស់នៅក្នុងសង្គមមិនអាចជៀសផុតពីការជួបមនុស្សរាប់រយប្រភេទទេក្នុងចំណោមមនុស្សទាំងអស់នោះតែងតែមានបុគ្គលមួយចំនួនដែលមិនចូលចិត្តឬក៏មិនពេញចិត្តមកលើយើងបើទោះបីជាយើងមិនបានប្រកបកំហុសអ្វីធ្ងន់ធ្ងរក៏ដោយអារម្មណ៍ដែលកើតឡើងនៅពេលដឹងការពិតនេះវាគឺជាអារម្មណ៍ដែលពិបាកនិងអាចធ្វើឲ្យយើងមានចម្ងល់ចំពោះតម្លៃរបស់ខ្លួនយើងទោះបីជាយ៉ាងណាក៏ដោយភាពចាស់ទុំពិតប្រាកដគឺស្ថិតនៅលើរបៀបដែលយើងជ្រើសរើសចម្លើយតបទៅនឹងស្ថានភាពបែបនេះទី1បោះបង់គំនិតដែលចង់ផ្គប់ចិត្តមនុស្សគ្រប់គ្នារឿងដ៏សំខាន់បំផុតដែលត្រូវចងចាំនោះគឺអ្នកអត់អាចធ្វើឲ្យមនុស្សគ្រប់គ្នាចូលចិត្តអ្នកបានទេសូម្បីតែមនុស្សល្អឥតខ្ចោះបំផុតនៅលើโลกក៏នៅតែមានអ្នកដែលមិនពេញចិត្តដែរភាពមិនពេញចិត្តរបស់នរណាម្នាក់វាគឺជារឿងរឿយៗដែលបណ្ដាលមកពីកត្តាផ្ទាល់ខ្លួនរបស់គេដូចជាភាពមិនចុះសម្រុងគ្នានៃបុគ្គលិកលក្ខណៈពួកគេអាចមានចំណង់ចំណូលចិត្តឬក៏ទស្សនៈផ្ទុយពីអ្នកការចំណែនឬក៏គំនិតអវិជ្ជមានពួកគេអាចមើលឃើញអ្វីមួយដែលអ្នកមានឬធ្វើបានហើយបណ្ដាលឲ្យពួកគេមានអារម្មណ៍ថាអវិជ្ជមានចំពោះខ្លួនគេការយល់ច្រឡំឬព័ត៌មានមិនគ្រប់គ្រាន់ពួកគេវិនិច្ឆ័យអ្នកដោយផ្អែកទៅលើពាក្យចចាមអារាមឬក៏ទង្វើតែមួយទី2ការពិនិត្យខ្លួនឯងដោយស្មោះត្រង់បើទោះបីភាពមិនពេញចិត្តរបស់គេមិនអាចជាកំហុសរបស់អ្នកទាំងស្រុងក៏ដោយអ្នកគួរតែចំណាយពេលពិនិត្យមើលទៅលើអាកប្បកិរិយារបស់ខ្លួនឯងតើអ្នកមានទម្លាប់និយាយឬធ្វើអ្វីដែលអាចប៉ះពាល់ទៅដល់អារម្មណ៍អ្នកដទៃដោយមិនដឹងខ្លួនទេប្រសិនបើរកឃើញចំណុចខ្វះខាតសូមប្រើវាជាឱកាសដើម្បីកែលម្អខ្លួនឯងសម្រាប់អនាគតប៉ុន្តែមិនមែនដើម្បីផ្លាស់ប្ដូរខ្លួនឯងឲ្យដូចដែលគេចង់បាននោះទេប្រសិនបើគ្មានអ្វីខុសឆ្គងទេចូលទទួលស្គាល់ថាបញ្ហាគឺស្ថិតនៅលើត្រង់គំនិតរបស់គេហើយមិនចាំបាច់ត្រូវខ្វល់ខ្វាយទៀតទេទី3កុំយកចិត្តទុកដាក់ខ្លាំងពេកត្រូវតែរៀនបំបែករវាងភាពជាខ្លួនឯងនិងគំនិតរបស់អ្នកដទៃមកលើយើងគំនិតរបស់អ្នកដទៃមិនអាចកំណត់ថាអ្នកជាមនុស្សបែបណាបានឡើយការអនុញ្ញាតឲ្យភាពមិនចូលចិត្តរបស់គេមកបំផ្លាញសេចក្តីសុខរបស់អ្នកគឺស្មើនឹងការប្រគល់អំណាចឲ្យគេនៅក្នុងការគ្រប់គ្រងអារម្មណ៍របស់អ្នកសូមផ្ដោតទៅលើការកសាងតម្លៃខ្លួនឯងឲ្យរឹងមាំដោយផ្អែកទៅលើគុណតម្លៃនិងសមត្ថភាពពិតប្រាកដរបស់យើងដែលយើងមានទី4រក្សាភាពថ្លៃថ្នូរនិងកំណត់ព្រំដែនឲ្យបានត្រឹមត្រូវនៅពេលដែលអ្នកត្រូវការឬក៏តាក់ទងជាមួយនឹងមនុស្សដែលមិនចូលចិត្តអ្នកសូមអនុវត្តនូវគោលការណ៍ខាងក្រោមនេះភាពគួរសមជាមូលដ្ឋានតែងតែរក្សាភាពគួរសមប្រកបទៅដោយវិជ្ជាជីវៈឬក៏មេត្រីភាពទូទៅការឆ្លើយតបដោយភាពវិជ្ជមានឬក៏ភាពប្រងើយកន្តើយគឺជាការបង្ហាញពីភាពចាស់ទុំដ៏ខ្ពង់ខ្ពស់បំផុតជៀសវាងចំនួនកុំចូលរួមក្នុងការនិយាយដើមចំនួនឬការតបអវិជ្ជមានការធ្វើបែបនេះមានតែធ្វើឲ្យបញ្ហាកាន់តែរីកធំនិងធ្វើឲ្យអ្នកហត់នឿយកាន់តែខ្លាំងប៉ុណ្ណោះកំណត់ចម្ងាយបើទំនាក់ទំនងនោះជាទំនាក់ទំនងដែលបំពុលឬមិនចាំបាច់សូមកាត់បន្ថយការប្រស្រ័យទាក់ទងឬក៏រក្សាទុកត្រឹមតែកម្រិតការងារឬក៏សង្គមចាំបាច់តែប៉ុណ្ណឹងបានហើយទី5បង្កើនទំនាក់ទំនងល្អថាមពលរបស់អ្នកមានកំណត់ដូច្នេះជំនួសឲ្យការចំណាយពេលព្យាយាមដោះស្រាយឬក៏ផ្គប់ចិត្តមនុស្សដែលមិនចូលចិត្តអ្នកសូមយកថាមពលឬពេលវេលានោះទៅវិនិយោគលើមនុស្សដែលស្រឡាញ់ឲ្យតម្លៃឬក៏គាំទ្រអ្នកវិញទំនាក់ទំនងល្អទាំងនោះនឹងជួយលើកស្ទួយស្មារតីនិងពង្រីកទំនុកចិត្តរបស់អ្នកទី6បន្តឆ្ពោះទៅមុខនិងលូតលាស់ជីវិតគឺខ្លីណាស់សម្រាប់ការព្រួយបារម្ភពីគំនិតអវិជ្ជមានរបស់អ្នកដទៃសូមផ្ដោតទៅលើគោលដៅភាពរីកចម្រើននិងសេចក្តីសុខតខ្លួនរបស់អ្នកការដែលអ្នករស់នៅដោយមានសេចក្តីសុខនិងជោគជ័យគឺជាការឆ្លើយតបដ៏ល្អបំផុតទៅកាន់អ្នកដែលធ្លាប់មើលងាយអ្នកទី7អនុវត្តទស្សនៈមេត្តាធម៌ចំពោះខ្លួនឯងត្រូវចេះអាណិតអាសូរនិងយល់ចិត្តខ្លួនឯងវាគឺជារឿងធម្មតាដែលអ្នកមានអារម្មណ៍ឈឺចាប់នៅពេលដែលត្រូវគេបដិសេធកុំបន្ទោសឬក៏តេះដៀខ្លួនឯងដោយសារតែអារម្មណ៍នោះចំពោះពួកគេត្រូវព្យាយាមដាក់ខ្លួនក្នុងចិត្តរបស់គេជួនកាលមនុស្សដែលបង្ហាញភាពមិនចូលចិត្តខ្លាំងគឺជានរណាម្នាក់ដែលកំពុងតែមានបញ្ហាមិនទាន់ដោះស្រាយនៅក្នុងខ្លួនគេផ្ទាល់ដូចជាការភ័យខ្លាចភាពមិនជឿជាក់លើខ្លួនឯងឬការខកចិត្តក្នុងជីវិតជាដើមពេលអ្នកយល់ថាភាពមិនចូលចិត្តរបស់គេកើតចេញពីការជឿចាប់ផ្ទាល់ខ្លួនវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាអាណិតជាងកំហឹងឬការជឿចាប់ទី8ការបំបែកខ្លួនពីភាពអវិជ្ជមានសូមរៀនបំបែកខ្លួនពីគំនិតឬអារម្មណ៍របស់គេហាត់រៀនសូត្រនៅទស្សនៈដែលថាអ្វីដែលអ្នកគិតពីខ្ញុំគឺមិនមែនជាកិច្ចការរបស់ខ្ញុំទេគោលការណ៍នេះជួយការពារសុខភាពផ្លូវចិត្តរបស់អ្នកដោយមិនអនុញ្ញាតឲ្យមតិរបស់អ្នកដទៃចូលមកគ្រប់គ្រងសេចក្តីសុខរបស់អ្នកការបំបែកខ្លួនមិនមែនមានន័យថាការប្រងើយកន្តើយទេតែមានន័យថាជ្រើសរើសមិនយកចិត្តទុកដាក់ចំពោះភាពអវិជ្ជមានទី9ជ្រើសរើសធ្វើជាមនុស្សល្អវិធីដ៏មានប្រសិទ្ធភាពបំផុតនៅក្នុងការ
ដោះស្រាយជាមួយអ្នកដែលមិនចូលចិត្តយើងគឺការបន្តធ្វើជាមនុស្សល្អនិងការគោរពពួកគេទោះបីជាពួកគេមិនបានធ្វើដូចគ្នាក៏ដោយហេតុផលការធ្វើបែបនេះបង្ហាញថាអ្នកមានភាពរឹងមាំខាងសីលធម៌ខ្ពស់ហើយមិនអនុញ្ញាតឲ្យអកប្បកិរិយាអាក្រក់របស់គេបន្ទាបកម្រិតរបស់អ្នកឡើយម្យ៉ាងទៀតការធ្វើល្អដោយមិនរំពឹងថាគេនឹងចូលចិត្តអ្នកវិញអាចជួយកាត់បន្ថយភាពតានតឹងនៅក្នុងទំនាក់ទំនងចាំបាច់ដូចជាកន្លែងធ្វើការជាដើមទី10ស្វែងរកការពន្យល់ដោយភាពចាស់ទុំប្រសិនបើមនុស្សនោះមានសារៈសំខាន់ចំពោះជីវិតរបស់អ្នកឧទាហរណ៍សមាជិកគ្រួសារឬក៏មិត្តរួមការងារជិតស្និទ្ធហើយអ្នកគិតថាភាពមិនចូលចិត្តនោះបណ្ដាលមកពីការយល់ច្រឡំអ្នកអាចសាកល្បងសួរដោយផ្ទាល់និងដោយភាពស្ងប់ស្ងាត់ឧទាហរណ៍ខ្ញុំមានអារម្មណ៍ថាអ្នកមិនពេញចិត្តនឹងខ្ញុំប៉ុន្តែខ្ញុំមិនដឹងថាខ្ញុំបានធ្វើអីខុសទេតើអ្នកអាចប្រាប់ខ្ញុំបានទេដើម្បីឲ្យខ្ញុំបានយល់អំពីទស្សនៈរបស់អ្នកការសួរបែបនេះបង្ហាញអំពីភាពក្លាហាននិងបំណងចង់ដោះស្រាយប្រសិនបើគេនៅតែមិនចង់និយាយឬមានការស្ដីបន្ទោសចូលទទួលស្គាល់ថាអ្នកបានព្យាយាមអស់ហើយដល់ពេលទៅត្រូវលែងដៃហើយទី11ពង្រឹងក្រុមគាំទ្ររបស់អ្នកត្រូវចំណាយពេលជាមួយមនុស្សដែលផ្ដល់ភាពវិជ្ជមាននិងគាំទ្រអ្នកក្រុមមនុស្សទាំងនោះនឹងធ្វើជាខែលការពារផ្លូវចិត្តរបស់អ្នកពីភាពអវិជ្ជមានផ្នែកខាងក្រៅការមានមិត្តភ័ក្តិដែលស្រឡាញ់អ្នកពិតប្រាកដនិងរំលឹកអ្នកជានិច្ចថាអ្នកមានតម្លៃទោះបីជាមានមនុស្សមួយក្រុមតូចមិនពេញចិត្តអ្នកក៏ដោយសរុបមកការដែលនរណាម្នាក់មិនចូលចិត្តយើងគឺជារឿងមួយដែលមិនអាចជៀសវាងបានទេនៅក្នុងជីវិតមនុស្សកុំព្យាយាមតស៊ូប្រឆាំងនឹងការពិតនេះឬក៏ខំផ្លាស់ប្ដូរដើម្បីផ្គប់ចិត្តមនុស្សម្នាក់ដែលមិនពេញចិត្តតាំងពីដើមទីការដែលអ្នករស់នៅដោយមានភាពសុចរិតគោលការណ៍ច្បាស់លាស់និងទំនុកចិត្តលើខ្លួនឯងគឺវាគ្រប់គ្រាន់ហើយសូមចងចាំនៅចំណុចសំខាន់នេះភាពមិនពេញចិត្តរបស់អ្នកដទៃគឺជាសញ្ញាបញ្ជាក់ថាអ្នកកំពុងធ្វើអ្វីដែលសំខាន់នៅពេលដែលអ្នកមានភាពក្លាហាននៅក្នុងការធ្វើជាខ្លួនឯងពិតប្រាកដឬក៏បន្តសម្រេចគោលដៅធំៗរបស់អ្នកវាតែងតែមានមនុស្សមួយក្រុមដែលមិនពេញចិត្តនឹងភាពរីកចម្រើនរបស់អ្នកភាពមិនពេញចិត្តរបស់គេគឺជាការទទួលស្គាល់ដោយស្ងៀមស្ងាត់ថាអ្នកគឺជាបុគ្គលម្នាក់ដែលពួកគេត្រូវតែចាប់អារម្មណ៍ការសងសឹកដ៏ល្អបំផុតគឺការរស់នៅដោយមានសេចក្តីសុខកុំចោះចាញ់នឹងអារម្មណ៍អវិជ្ជមានឬការព្យាយាមតបតដោយកំហឹងការចំណាយថាមពលលើភាពស្ងប់ស្ងាត់គឺគ្រាន់តែជាការបំពុលផ្លូវចិត្តខ្លួនឯងតែប៉ុណ្ណោះផ្ទុយទៅវិញចូលជ្រើសរើសភាពស្ងប់ស្ងាត់ការអភ័យទោសមិនមែនសម្រាប់ពួកគេទេតែសម្រាប់ភាពសុខសាន្តរបស់អ្នកហើយបន្តផ្ដោតទៅលើការកសាងជីវិតដែលពោរពេញទៅដោយគុណតម្លៃស្នេហានិងភាពជោគជ័យជីវិតរបស់អ្នកគឺជាស្នាដៃរបស់អ្នកកុំអនុញ្ញាតឲ្យមតិរបស់មនុស្សដែលមិនមានសារៈសំខាន់បង្កើតស្នាមប្រេះនៅក្នុងតម្លៃខ្លួនរបស់អ្នកចូលដើរទៅមុខដោយភាពរឹងមាំហើយទុកឲ្យពេលវេលានិងភាពជោគជ័យរបស់អ្នកជាអ្នកឆ្លើយតបគ្រប់យ៉ាង